តើបងប្អូនថ្ងៃនេះមករៀនពីរបៀបបំបែកលុយជាមួយខ្ញុំយើងមានពីរប្រភេទលុយដុល្លារនិងលុយខ្មែរជាដំបូងពេលយើងមានប្រាក់ខែសរុបហើយដែលយើងគណនាហើយយើងយកបំបែកចេញជាលុយដុល្លារនិងលុយខ្មែរដើម្បីយើងបើកទៅឲ្យកម្មករយើងលុយដុល្លារមុនយើងប្រើរូបមន្ត in យកលុយសរុបចែកនឹង100ហើយយើងគុណនឹង100វិញដើម្បីយើងរកខ្ទង់100សុទ្ធអញ្ចឹងយើងប្រើរូបមន្តហ្នឹងយើងបានស្លឹកលុយយើងហើយអូខេពីរគឺលុយខ្មែរយើងវាយរូបមន្ត flow នេះយើងដើម្បីប្រកួតចុះស្លឹកលុយកន្ទុយយើងកាត់ចោលទាំងអស់អញ្ចឹងវាយរូបមន្តហ្នឹងមកយើងយកនឹងលុយសរុបដកនឹងលុយដុល្លារដែលយើងគិតហើយមិញហ្នឹងដកមកហើយបិទវង្កញ្ចក់មួយហើយយើងគុណនឹង40ហ្នឹងគឺ rate បំបែកពីលុយដុល្លារមកលុយខ្មែរ កន្លែងហ្នឹងយើងដូរដាក់តាមជាក់ស្ដែងក៏បានឬក៏យើងយកជាមធ្យម4000អញ្ចឹងក៏បានហើយក្បៀស100ហ្នឹងយើងប្រកួតត្រឹមខ្ទង់100ហើយយើងអូសចូល Chrome ទាំងអស់មកយើងអូខេហើយយើងបានប្រភេទលុយហើយគឺមានលុយខ្មែរនិងលុយដុល្លារអូខេអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងបងប្អូនមានចម្ងល់អី comment ខាងក្រោមបងប្អូនចង់ចេះមេរៀនថ្មីៗសូមតាមដានខ្ញុំនៅវីដេអូក្រោយអរគុណ